បាទត្រីសរេបងប្អូននេះបាទបងប្អូនថ្ងៃនេះយើងនាំបងប្អូនមកចាប់ត្រីស្រែតាមស្រូវបាទត្រីស្រែដែលវាចុះទៅតាមទឹកអត់រួចដល់ពេលចឹងវានៅតាមថ្លុកយើងប្រកាសប្រហែលជាកន្លះម៉ោងហើយឥឡូវយើងទៅមើលលទ្ធផលបងប្អូនពុតទុកប៉ុណ្ណឹងវាសុទ្ធធំនេះដៃនេះជើងតែបើយើងចាប់វាក៏កំពុងតែងាប់ខាត់ទឹកទៅអូនអើយនេះឲ្យពីបាច់កូនថ្លុកមិញបាទត្រីសរេបងប្អូននេះបាទចិត្តកន្លះត្រង់ចឹងឥឡូវទៅផ្ទះវិញហើយបាទរែកត្រីនៅជុំវិញនឹងអីបាទនៅជុំវិញយើងចេះរោចេះធ្វើយើងឧស្សាហ៍អត់ខ្វះត្រីហូបបាទ